Street សួស្តីអ្នកនរគ្នាជួបខ្ញុំទៀតហើយ Zumi Kenta ថ្ងៃនេះយើងមកបន្តសេរីរឿងដាអេពីសូតទី7គឺជាអេពីសូតដែលសាច់ជាងគេនៅ season 1 អញ្ចឹងហើយអ្នកនរគ្នាត្រៀមកដាជួបគ្នាហើយទៅតោះយើងចាប់ដើមបើក្បាលសេរីរឿងយើងមកស្រាប់មានមនុស្សស្រីម្នាក់កំពុងដេញតាមអ្វីមួយយ៉ាងដល់ពេលដែលរត់សុកស្រាប់តែនាងដួលព្រុសទៅតើមានរឿងអ្វីកើតឡើងទៅតោះយើងទៅមើលបច្ចុប្បន្ន Suki ក៏ឃើញថាពួកនេះក៏បានលួច Aira ចេញពីនាងអញ្ចឹងហើយនាងខាងណាក៏បានវាយប្រហារទៅពួកគេទៅហើយពីនឹងក៏បានដាក់មេព្រឹករត់បាត់ទៅអ្នកទាំងអស់គ្នាដឹងហើយថាអូគ្រូនរត់មិនលឿនទៅទេនៅពេលដែលគាត់ត្រូវការកាច់ឆ្វេងឬកាច់ស្ដាំរត់សុកស្រាសេគីហោះដូច Spider-Man ចឹងក៏បានតបពងម៉ាំងទៀតជាងបងចង់រត់ទៅណាអាខ្នងបកាគេជេចឹងត្រូវមកខ្នងកោអូគ្រូនក៏បានអី Aira រត់ទៅនេះរត់ទៅណោះលោចឡើងក៏ត្រូវបានសេគីតបមកជើងម៉ាំងមិនអីនោះទេបើអេរ៉ាមិនចង់ហៅគាត់ថាម៉ាក់ចាំម៉ាក់លេបអេរ៉ាហើយយើងនៅមួយគ្នាបានរហូតដល់ពេលដែលសេគីចង់រត់ចាប់អេរ៉ាលេបទៅហើយនោះស្រាប់មានអ្វីតាក់ករបស់នាងសូតែនាងបានតង់មិញនឹងក៏បានចំនឹងដៃតាក់នៅនឹងទៅពីអ្នកនេះគិតថាអន្ទាក់ប៉ុណ្ណឹងទប់ស្កាត់សេគីបានប៉ុន្តែគិតខុសហើយនាងក៏ចាប់ផ្ដើមវាយបកោដៃនិងផ្ដាច់សក់នាងចោលតែមកក៏បានទៅខត់នាងហើយអូគ្រូនច្រេហ្វមម្ដងទៀតទៅវាយសេគីនោះតែអូគ្រូនគ្មានបិសតបាយគ្នាទេសំបីដាល់ធាក់ក៏មិនចេះដែរហើយសួរធាក់ដូចតបបាមែនផ្លូវសុតមកសេគីបានរើបំរាស់រួចហើយក៏ស៊ូទៅរកពួកគេតែត្រូវបានអូគ្រូនត្រេមហ្វ្រមជាស្រេចហើយក៏បានបុកនាងដោយប្រើក្បាលរបស់គាត់ម៉ាំងឡើងខ្ទេចរោងចាក់ពាក់កណ្ដាលតែម្ដងហើយងុំសេគីខ្ទប់នឹងជាងទៀតដោយតារកដល់អញ្ចឹងដល់ពេលដែលអូគ្រូនប្រើធម្មពលរួចគាត់មានអារម្មណ៍ហើយចង់ផ្ទុះជាខ្លាំងបែរប្រើធម្មពលយើងអត់តែប៉ុណ្្នឹងពិតជាអន់មែនធម្មពលក្រនេះក៏បានទៅឆែកអារ៉ារួចក៏បានរកឃើញពងមាសរបស់អូគ្រូនតែបញ្ហានោះគឺអារ៉ាបានស្លាប់បាត់ទៅហើយពីនឹងពិតជាស្លន់ស្លោមែនតើក៏បានទៅមើលច្រវាក់បេះដូងនិងជីបចររបស់នាងរួចក៏ដឹងថាគឺវាមិនបានដំណើរការនោះទេក្រោយនៅពេលដែលមនុស្សធម្មតាត្រូវបានយកខែស៊ីនោះពួកគេនឹងស្លាប់ភ្លាមទេអញ្ចឹងហើយពួកអញក៏ថាពួកឯងសំណាងទៅចោះអាមួយមានធម្មពលសៃគិចអាមួយទៀតមានធម្មពលរបស់យើងហើយពួកគេក៏បានចាប់ផ្ដើមប្រើ CPR អានោះដូចពេលយើងលងទឹកគេជួយយើងឲ្យក៏បានសកត់ទៅលើបេះដូងយើងឌុកដាក់ហើយក៏បញ្ចូលខ្យល់តាមមាត់យើងអញ្ចឹងបន្ទាប់មកក៏បានប្រើធម្មពលរបស់នាងដើម្បីច្បាច់បេះដូងរបស់អេរ៉ាឲ្យលោតឡើងវិញចំណែកអូគ្រូវិញបើកមាត់អាចច្រឡំបញ្ជូនខ្យល់ចូលមាត់តាមអេរ៉ាក៏ប្រាប់ទៅបូករនីឲ្យទៅពេទ្យតែរងងាប់ផ្សេងបើងាប់ទៅទោះបីជាប្រមាណដងពួកគេធ្វើគឺមិនបានសម្រេចនោះទេនៅពេលនោះដែរសេគីក៏បានងើបឡើងវិញក៏ធ្វើឲ្យពួកគេភ័យជាខ្លាំងប៉ុន្តែលើកនេះសេគីគឺមានបំណងល្អនោះទេបើបងឯងធ្វើចឹងអេរ៉ាមិនរស់នោះទេហើយអូរ៉ាយើងទៅនាងនឹងមានជីវិតរស់ហើយអូរ៉ារបស់អេរ៉ាកំពុងរលាយលឿនហើយបើចង់ឲ្យនាងរស់ឯងផ្លាស់ប្ដូរអូរ៉ារបស់យើងទៅរបស់នាងទៅតែមកនៅតែមិនជឿថ្មីទៅបានដឹងថានាងមិនទៅស៊ីគេទេហើយពេលហ្នឹងហើយសេគីក៏បានចាប់ហែកមាត់របស់នាងតែធ្វើឲ្យឈាមហូរអាខ្លាក់ពេញហ្នឹងឥឡូវអញប៉ុណ្ណឹងទុកចិត្តយើងនៅបាយមិនតន់ទុកចិត្តយើងនៅទេយើងដបងដៃចិត្តហ្នឹងគប់វាយក្បាលយើងឲ្យបែកទៅអ្វីគ្រប់យ៉ាងដែលសេគីនិយាយគឺប៉ិតហើយបើគ្រប់យ៉ាងសេគីនិយាយប៉ិតនោះមកនឹងសាកធ្វើមកក៏និយាយថាបើឯងហ៊ានធ្វើអីផ្ដាស់យើងនឹងវាយក្បាលឯងបែកដូចអាលឹកចឹងបន្ទាប់មកសេគីក៏បានប្រាប់អំពីដំណោះស្រាយបើឯងប្រើធម្មពលរបស់ឯងមកតភ្ជាប់អូរ៉ារបស់យើងទៅអូរ៉ារបស់អេរ៉ានោះគឺធ្វើដូចជាខ្សែភ្លើងអញ្ចឹងតភ្ជាប់គ្នាហើយមកក៏បានចាប់ដើមដល់ពេលតភ្ជាប់នោះនាងក៏បានប៉ះអូរ៉ារបស់សេគីធ្វើឲ្យនាងមកឃើញអតីតកាលរបស់សេគីនៅអតីតកាលនោះសេគីគេនៅក្នុងទស្សនៈមួយហើយមានលុយលើទឹកថ្លៃសមរម្យដែររួចនាងក៏បានចាក់ចេញទៅនៅតាមផ្លូវនាងក៏បានឃើញរ៉ូបដ៏ស្រស់ស្អាតមួយដែលគេតាំងលក់ប្រហែលជានាងចង់ទិញឲ្យអ្នកណាគេម្នាក់ហើយដល់ពេលនាងទៅដល់ផ្ទះបើកទ្វារនោះក៏ឃើញកូនរបស់នាងមានតែកូនរបស់នាងទេដែលធ្វើឲ្យនាងសប្បាយចិត្តរហូតសេគីរកលុយច្រើនយ៉ាងនេះដើម្បីចិញ្ចឹមកូនរបស់នាងហើយជាពិសេសនោះនឹងទិញរ៉ូបដ៏ស្រស់ស្អាតដើម្បីកូននាងទៀតនាងធ្វើការច្រើនណាស់ដូចជាអ្នកទៅជូតសម្អាតអ្នកកាត់លុយនិងស្រីខូចជាដើមហើយនាងក៏ឆ្លៀតបរៀងកូននាងឲ្យចេះរំបាលេដែរនាងនិងកូននាងពិតជាបង្កើតអនុស្សាវរីយ៍ដ៏ល្អដែរពីនេះក៏បានបង្កើតសេចក្តីសុខដ៏សប្បាយរីករាយមួយលេងបន្លែងគ្នារំបាលេមួយគ្នាញ៉ាំបាយមួយគ្នាលេងចានមួយគ្នាឬបន្តមកក្រោយពីសេគីរលុយគ្រប់នាងក៏បានទិញរ៉ូបនោះឲ្យកូនរបស់នាងហើយក៏បង្រៀនកូនរបស់នាងឲ្យចេះរំបាលេថែមទៀតផងឬបន្តមកក៏ធ្វើខូបកណ្ដាលឲ្យកូនរបស់នាងយប់មួយសេគីក៏គិតថានេះគឺជាជីវិតដែលនាងចង់បានសេចក្តីសុខដែលនាងចង់បានរាល់ថ្ងៃនេះនាងគិតថានាងនឹងបានរស់នៅសុខស្រួលជាមួយកូនរបស់នាងសេចក្តីសុខដែលនាងបានរាល់ថ្ងៃនេះគឺមិនបានគង់យូរនោះទេជាអកុសលថ្ងៃមួយក៏មានចៅពីរនាក់ចូលប្លន់ពួកចៅកាយសាហាវនោះក៏បានជន់ឈើធាក់សេគីជាខ្លាំងកូនរបស់នាងក៏យំមិនចេះឈប់នោះសោះសេគីក៏បានវាយតបទៅវិញឬក៏ចង់យកកូននាងចាក់ចេញពីនេះក៏តែត្រូវបានវាទាញសក់ហើយក៏បានទាញនឹងទៅបុកនឹងកញ្ចក់អាយ៉េរហូតលហាមវិញហ្នឹងពួកនេះយកលុយមិនគ្រប់ថែមទាំងយកកូនរបស់នាងទៀតសេគីឃើញចឹងហើយក៏បានស្ទុះទៅរកកូននាងតែត្រូវបានវាធាក់មកជើងមកវិញនៅពេលនាងដេកបាន10វិនាទីនាងក៏បានក្រោកមកវិញស្ទុះទៅរកកូននាងជាខ្លាំងចិត្តរបស់នាងក៏ពិតជាស្លន់ស្លោមែនទែននាងក៏បានរត់ដេញតាមពួកហ្នឹងប៉ុន្តែត្រូវបានផ្កាប់មកតមកនាងក៏បានកើត depression ក្នុងម៉ាំងកានាងក៏បានឡើងលើគៀហើយស្របនឹងភ្លានទៀតនោះគេបានគូឲ្យមើលទៅ
នាងគូរំលើទឹកចឹងតមកនាងក៏បានបញ្ចេញទេពកោសលរំរបស់នាងយ៉ាងស្រស់ស្អាតចេញមកនាងរំពិតជាស្រស់ស្អាតមែនទែនគឺនាងរំមកអស់ដៃមកអស់ជើងតែម្ដងតមកនាងក៏បានហក់សម្រាប់ខ្លួនឯងទៅក្រោយវាស្លាប់នាងក៏បានខ្លាចទៅជាខ្មោចដែលគ្មានគូដៅនោះសោះពេលនោះឯងអាយរ៉ានៅក្មេងមិនដឹងអីទេក៏បានទាញអាវរបស់ស៊ឺគីក៏ហៅនាងថាម៉ាក់ដល់ពេលទៅឃើញមុខនាងក៏ដឹងថាមិនមែនម៉ាក់នាងទេអាយរ៉ាមករកប៉ាមកអញច្រឡំថាអ្នកផ្សេងគឺជាម៉ាក់ឯងឯងប៉ាអូនច្រឡំថាម្នាក់នឹងម៉ាក់ខ្ញុំម៉ាក់នៅទីនេះទេម៉ាក់បានទៅកន្លែងណាដែលឆ្ងាយហើយយើងក៏បានដឹងថាម៉ាក់របស់អាយរ៉ាគឺស្លាប់តាំងពីនាងនៅក្មេងម្នាក់អញ្ចឹងហើយអាយរ៉ាកើតមកគឺគ្មានម្ដាយនោះទេនៅជប៉ុនខ្មោចមិនចង់ចាំនឹងអ្វីដែលកើតឡើងនៅពេលដែលពួកគេមិនជាមនុស្សឡើយអញ្ចឹងហើយស៊ឺគីច្រឡំថាខ្លួនឯងគឺជាម៉ាក់អាយរ៉ាអារម្មណ៍ការពារនិងស្រឡាញ់អាយរ៉ានេះគឺធ្វើឲ្យនាងរងចាំរហូតតទៅនាងធំមិនឲ្យអ្នកណាគេធ្វើបាបនាងនោះទេកាលមកបច្ចុប្បន្នវិញអាយរ៉ាក៏មានជីវិតរស់ឡើងវិញអរគុណនៅពេលដែលឃើញម៉ូហៀទឹកភ្នែកចឹងចង់វាយប្រហារស៊ឺគីប៉ុន្តែម៉ូក៏ខាត់ម៉ាក់គឺជាម៉ាក់មិនល្អធ្វើបាបកូនដោយសារតែម៉ាក់មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅពេលនោះដែរស៊ឺគីរាងកាយរបស់នាងក៏ចាប់ផ្ដើមប្រេះដូចជាផេះអញ្ចឹងនាងហឹងពិតជាឆ្ងល់ហើយហេតុអ្វីបានជានាងប្រេះដោយសារតែនាងគ្មានអូរ៉ារស់នៅបន្តទៀតនោះទេដូចជានៅពេលដែលភ្លើងរលាយនោះសុទ្ធតែផេះនោះទេហើយនាងមិនអាចទៅកន្លែងចាប់ជាតិបាននោះទេអ្វីដែលនាងទៅបានគឺ The Void ហ្នឹងគឺគ្មានអ្វីអីសោះមកយកខែកពិតកប៉ុកប៉ុណ្ណឹងបាច់ទៅយំសោកទុកអីទេមកក៏តបទៅវិញថានិយាយចឹងដូចជាច្រត់ពេកហើយគ្មានវិធីណាអាចជួយស៊ឺគីបាននោះទេមានម៉ូនឹងអាយរ៉ានោះទេដែលបានមកឃើញអតីតកាលរបស់ស៊ឺគីបានស្ដាយជាខ្លាំងនឹងពេលវេលាដែលនាងបានចំណាយឲ្យច្រើនជាមួយកូននាងបានទិញកៅអៅស្អាតច្រើនឬក៏លេងឲ្យច្រើនជាងនឹងជាមួយកូននាងហើយនាងពិតជាស្ដាយណាស់បើកូនរបស់នាងជាកូនអ្នកផ្សេងកូនរបស់នាងមិនវេទនាដូចនៅមួយនាងទេដល់ពេលដែរអាយរ៉ាក៏បានរត់ទៅអបស៊ឺគីដូចជាកូនរបស់នាងអញ្ចឹងហើយនិយាយថាម៉ាក់ខ្ញុំស្រឡាញ់ម៉ាក់ហើយស៊ឺគីក៏បានលើកដៃរបស់នាងថមទៅអបអាយរ៉ាក៏បានលួងស៊ឺគីកុំឲ្យយំទុយសោកនៅពេលដែលចាក់ចេញទៅហើយស៊ឺគីបន្ទាប់ពីបានទទួលសេចក្តីស្រឡាញ់នឹងរួចនាងក៏បានចាក់ចេញទៅដោយគ្មានការព្រួយបារម្ភនោះទេហើយអេពីសូតយើងក៏ចប់ត្រឹមហ្នឹងទៅសុំទោសផងវីដេអូនេះរៀងកាត់តញ៉ៃបន្តិចខ្ញុំរៀងធុញដែរចឹងហើយបើអ្នកពេញចិត្តវីដេអូនេះ like subscribe ហើយខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ